តើបងប្អូនមកមើលហាន់ពីកំពុងតែចែករំលែកបទពិសោធន៍ចែករំលែកក្បាច់គុណដល់សិស្សប្អូនបាទដែលវឹកហាត់នៅក្នុងក្លឹបបាទការចែករំលែកគឺជារឿងសំខាន់បំផុតសម្រាប់កីឡាករបាទមិនមែនថាយើងចេះហើយយើងកប់ទុកយើងលាក់ទុកនោះទេបាទយើងត្រូវតែចែករំលែកគ្នាពីមួយចំនួនទៅមួយចំនួនបាទមនុស្សខ្លាំងជាងសត្វដោយសារអីមនុស្សចេះចែករំលែកមនុស្សចេះភាសាហើយចំពោះក្បាច់គុណក៏ដូចគ្នាដែរគឺយើងចេះចែករំលែកគ្នាកុំឲ្យបាត់បង់ក្បាច់គុណដូនតាយើងក្បាច់គុណដូនតាយើងល្អណាស់ពុកម៉ែបងប្អូនទាំងគ្នាប៉ុន្តែពីមួយជំនាន់ទៅមួយជំនាន់យើងពេលខ្លះប្រទេសយើងជួបសង្គ្រាមផងអីផងយើងទៅធ្វើឲ្យក្បាច់គុណយើងបាត់បង់តិចម្ដងប៉ុន្តែមកដល់ពេលនេះគឺសម័យសុខសន្តិភាពហើយអញ្ចឹងយើងអត់មានអីត្រូវបាត់បង់នេះទេគឺយើងចេះគឺយើងត្រូវតែចែករំលែកគ្នាពុកម៉ែបងប្អូនទាំងគ្នាបាទគឺចែករំលែកដល់គ្នាមិនថាខ្ញុំមិនថាកីឡាករផ្សេងទៀតទេបាទបើចេះគឺយើងត្រូវតែចែករំលែកគ្នាដើម្បីក្បាច់គុណខ្មែរយើងរីកចម្រើនបាទហើយដូចខ្ញុំរងថ្ងៃអញ្ចឹងជាកីឡាកររងថ្ងៃអញ្ចឹងក៏ខ្ញុំលួចពីគេដែរបងប្អូនបាទបើឃើញក្បាច់កីឡាករណាល្អក៏យើងយកពីគេបាទពេលខ្លះក្បាច់យើងល្អក៏គេយកពីយើងបាទយើងយកទៅយកមកបាទដើម្បីអភិវឌ្ឍខ្លួនយើងអភិវឌ្ឍគុណខ្មែរយើងឲ្យកាន់តែរីកចម្រើនអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយក្បាច់គុណអត់មានអីដែលយើងត្រូវលាក់គ្នាទេបាទយើងបង្ហាញដើម្បីឲ្យគេដឹងថានេះជាក្បាច់គុណខ្មែរជាក្បាច់គុណបុរាណយើងសល់ពីដូនតាយើងដែលបន្សល់ទុកឲ្យជាក្បាច់ល្អណាបងប្អូនអរគ្នាបាទឥឡូវបងប្អូនក៏គាត់កំពុងតែវឹកហាត់ហើយក៏ចែករំលែកគ្នាបាទចេះអីចែករំលែកនឹងចេះអីចែករំលែកនឹងបាទនឹងហើយល្អបំផុតបាទអញ្ចឹងអរគុណពុកម៉ែបងប្អូនដល់គ្នាបាទសម្រាប់ការគ្រប់គ្រងវីដេអូរបស់ខ្ញុំបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត